បាទពីស្ដីប្រពន្ធរបស់នេះបន្ទាប់ពីយើង install ហើយយើងមានបញ្ហាបាទមកទៀតយើងត្រូវចូលទៅកំណត់ទៅបន្ថែមនៅក្នុង Windows Defender Firewall ណាបងអាចចូលតាមហ្នឹងមកយើងចូលតាម Start ទៅ Windows Defender Firewall ហ្នឹងមកហើយយើងចូលទៅកំណត់នៅក្នុង inbound rule ហើយយើងចុច new មក new rule មកកន្លែងនេះយើងបានកំណត់ឲ្យបានហើយអ្នកទាំងនេះចូលទៅទីតាំង drive program file គឺដល់ Lumen យើងកំណត់ពីថាណាយើងអនុវត្តតាមយើងដាក់ទៅមកដាក់ត្រង់ទៅមកយើង block ហើយយើងកន្លែងនេះយើងកំណត់ឈ្មោះវាហើយដាក់ Lumen 10.3ហ្នឹងទៅហើយយើងបានinstall បែបហ្នឹងហើយបន្ទាប់ពីយើងធ្វើចំណុចហ្នឹងមួយចប់ហើយយើងដាក់ outbound rule ម្ដងហើយយើង new rule មួយទៀតហើយធ្វើដូចគ្នានឹងដែរតែដែលយើងធ្វើមកថាហើយវាជាប់ពីតាមកណ្ដាលហើយដល់ពេលកន្លែងនេះយើងដាក់វាឈ្មោះវាថាគេដាក់ដូចគ្នាហើយកន្លែងនេះគឺទីដាក់ហ្នឹងចប់មកហ្នឹងហើយបន្តមកទៀតយើងត្រូវចូលទៅកំណត់នៅក្នុង Windows virus យើងកំណត់វាថាទៀតដើម្បីកុំឲ្យវាចាប់ក្រេតនៅកន្លែងហ្នឹងអាចនៅក្នុង Cut Manager កន្លែងនេះបើខ្ញុំបាត់ទៅហើយមកទៀតយើងចូលទៅ Windows virus spread and protection នៅកន្លែងនេះណាអ្នកចូលទៅកំណត់កន្លែងមួយថាទៀតនៅក្នុងលក្ខខណ្ឌនេះទី1យើងបិទ real ពេលដែលយើង crack អត់ដាច់ទេណាអញ្ចឹងយើងនៅក្នុងលក្ខខណ្ឌ exclusion នេះទៀតក្នុង exclusion យើង add exclusion បន្ថែមទៅ add ហ្នឹងគឺយើងរើសយក folder Lumen ដែលយើងបាន install នៅក្នុង drive C នៃ folder program file យើងធ្វើបែបហ្នឹងមួយទៀតគឺលេងបញ្ហាហ្នឹងយើងអាចដោះស្រាយបានដោយប្រើប្រព័ន្ធហ្នឹងចឹងបងប្អូនដែលបាន install ហើយ crack លើកទី1ហើយមានបញ្ហាហ្នឹងសូមអនុវត្តបែបហ្នឹងបន្ថែមទៀតណាហើយកន្លែងនេះគឺយើងត្រូវ crack វាមួយទៀតយើង crack មួយហើយយើង crack មួយទៀតឲ្យ password ដូចមានគេចុះឲ្យនៅក្នុងកម្មវិធីយើងគេ password ទៅចូលទៅតាមបន្ថែមមកហើយយើង activate patch វាមួយទៀតបានពេលនេះយើងបានទៅវាលែងមានបញ្ហាយើងអាចប្រើបានបន្តណាបងប្អូនរៀបចំជួយធ្វើទៅខ្លួនឯងបើអត់មានបញ្ហាទៀតចាំមកដល់ឡាគឺជិះមើល